ថ្ងៃនេះបងប្អូនអស់ចម្ងល់ហើយមិនចឹងព្រោះលោកហ៊ុនម៉ាណែតបានអះអាងបញ្ជាក់ប្រាប់បងប្អូនដែលមានមន្ទិលរឿងថារដ្ឋាភិបាលចង់បរួមក្រសួងឬក៏កាត់បន្ថយក្រសួងមន្ទីរអីនោះគឺជាព័ត៌មានមិនពិតទេគឺរដ្ឋាភិបាលលោកគឺគ្មានឆន្ទៈឬចេតនានៅក្នុងការធ្វើកិច្ចការងារបរួមក្រសួងទេក៏ប៉ុន្តែដោះស្រាយផ្ទៃក្នុងពង្រឹងលទ្ធភាពការងារអីយ៉ាងម៉េចទៅវិញនៅពេលដែលលោកហ៊ុនម៉ាណែតថាអត់មានរឿងបង្រួមក្រសួងនេះបងប្អូនដឹងថានៅស្រុកខ្មែរមានក្រសួងមន្ទីរប្រមាណនេះសរុបគឺមានមិនតិចជាង30ទេបាទអាច31ទៅហើយដឹងក្រសួងមន្ទីរនៅប្រទេសកម្ពុជាយើងនេះរួមទាំងរដ្ឋលេខាធិការដ្ឋាន2ផងតាមពិតក្រសួងមន្ទីរសរុបទាំងអស់វាមាន29បើបូកជាមួយនឹងរដ្ឋលេខាធិការដ្ឋាន2ទៀតគឺសរុបទៅគឺ31ហើយខ្ញុំនឹងអានឈ្មោះឲ្យបងប្អូនស្ដាប់ខ្លះទៅកុំឲ្យអត់ដឹងថាយើងមានក្រសួងអីគេខ្លះរាល់ថ្ងៃច្រើនណាទី1គឺទីស្តីការគណៈរដ្ឋមន្ត្រីទី2ក្រសួងមហាផ្ទៃទី3ក្រសួងការពារជាតិ4ក្រសួងការបរទេស5ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ6ក្រសួងកសិកម្ម7ក្រសួងអភិវឌ្ឍជនបទ8ក្រសួងពាណិជ្ជកម្ម9ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍10ក្រសួងរាយនឹងធម្មពល11ក្រសួងផែនការ12ក្រសួងអប់រំយុវជននិងកីឡា13ក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា14ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់15ក្រសួងបរិស្ថាន16ក្រសួងធនធានទឹកនិងអតិថិជន17ក្រសួងព័ត៌មាន18ក្រសួងយុតិធម៌19ក្រសួងអធិការកិច្ច20ក្រសួងប្រៃសណីនិងទូរគមនាគមន៍21ក្រសួងសុខាភិបាល22ក្រសួងសាធារណការនិងដឹកជញ្ជូន23ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ24ក្រសួងទេសចរ25ក្រសួងធម្មការនិងសាសនា26ក្រសួងកិច្ចការនារី27ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ28ក្រសួងមុខងារសាធារណៈ29រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល30រដ្ឋលេខាធិការដ្ឋានការពារព្រំដែនអានេះគ្រាន់តែរៀបរាប់ត្រួសឲ្យបងប្អូនបានជ្រាបតែប៉ុណ្្នឹងឯងហើយនៅក្នុងហ្នឹងគឺយើងដឹងហើយមន្ត្រីរាជការរបស់យើងមានជាង200,000នាក់ទាំងថ្នាក់ជាតិទាំងថ្នាក់ក្រោមជាតិហើយប្រាក់ដែលបើកហ្នឹងគឺមួយឆ្នាំហ្នឹងប្រហែលជា$1000 លានជាងណាអញ្ចឹងបើសិនជាក្រសួងមន្ទីរទាំងអស់នេះបើបង្រួមតែពាក់កណ្ដាលយើងសល់លុយប្រហែលជាមួយឆ្នាំ$500 លានបាទគ្រាន់តែរួមពាក់កណ្ដាលណាប៉ុន្តែហេតុអីបានជាលោកហ៊ុនម៉ាណែតមិនបង្រួមក្រសួងសំណួរសួរអញ្ចឹងទៅវិញហេតុអីបានជាការកែតម្រង់ដើម្បីសន្សំលុយយើងកំពុងតែខ្វះខាតហើយអ្នកដែលហូបវាច្រើនតែយើងបំបែកគ្នាទៅផ្ញើទៅកុមារកំព្រាមណ្ឌលសុខភាពកន្លែងណាដែលគេមើលក្មេងមើលអីយកទៅគឺយើងមិនសូវពិបាកព្រោះឥឡូវបាយអង្គមានតែ3កំប៉ុងបើដាំទៅគ្នា10នាក់ដឹងហូបបានប្រមាណតែបើយើងបន្ថយ5នាក់ឲ្យទៅកុមារកំព្រាទៅនៅសល់5យើងអាចនឹង3កំប៉ុងនោះហូបបានយូរជាងនឹងតិចទៀតឬយ៉ាងម៉េចបើអត់ទេបបររាល់ថ្ងៃហើយទៅគាត់ថាអត់មានបន្ថយក្រសួងអត់មានកាត់ក្រសួងអត់មានអីទាំងអស់អញ្ចឹងព័ត៌មាននេះគឺដើម្បីកុំឲ្យមន្ត្រីរាជការនៅក្នុងជួររដ្ឋាភិបាលហ្នឹងជ្រួលជ្រើមព្រោះប្រហែលថ្ងៃហ្នឹងប្រហែលអាទិត្យហ្នឹងជ្រួលជ្រើមមែនតើដោយសារតែឮដំណឹងថាគេបរួមក្រសួងព្រោះពួកគាត់អត់មានខ្វល់រឿងធ្វើការជួយជាតិទេមន្ត្រីមួយចំនួនគឺធ្វើការដើម្បីលួចជាតិដល់អញ្ចឹងតែភ័យគេបរួមគឺបាត់អាឆ្នាំងបាយលួចជាតិណាបើធ្វើដើម្បីមនសិការជាតិយើងអត់ទៅប្រជាតិអត់ធ្វើការអីចឹងទេព្រោះយើងច្បាស់ជាទៅរត់ pass up ឬក៏រត់កង់3ឬក៏ធ្វើរបរទទួលទានអីផ្សេងដែលបានប្រាក់ខែច្រើនជាងមន្ត្រីរាជការផងក៏ថាបានដែរព្រោះអីដែលយើងរកទទួលទានអីផ្សេងទៅគឺបានន័យថាប្រាក់ខែរាជការនឹងច្រើនអីប្រហែលប្រាក់ខែអបបរមាយើងសរុបមើលទៅមាន$300-400ទៅដែលយើងគិតទៅគឺវាមិនអាចនឹងចិញ្ចឹមជីវិតរស់នៅបានសមរម្យអីទេក៏ប៉ុន្តែមនុស្សមួយចំនួនគឺបានការងារហ្នឹងដើម្បីលួចជាតិដើម្បីមានប្រព្រឹត្តអំពើពុករលួយព្រោះបើអត់ធ្វើការជារាជការទេអត់មានអាគម្រោងអត់មានអាស្អីគេលិនឡំអញ្ចឹងទៅលួចអត់បានដល់អញ្ចឹងទៅចូលយកការងាររាជការមិនមែនជួយរដ្ឋទេគឺជួយលួចបើអត់មានច្រកលួចព្រោះវាអត់មានមនុស្សណាស្មោះស្ម័គ្រនឹងធ្វើការឲ្យរាជការប្រាក់ខែ4-500ហ្នឹងឯងបងប្អូនយើងកុំបាច់ឆ្ងល់ថាមនុស្សដែលមានបេះដូងចង់ជួយជាតិប៉ុណ្ណាក៏ដោយនៅពេលដែលគេឲ្យយើងចាយអត់គ្រប់ហ្នឹងគឺយើងដឹងតែយើងទៅលួចជាតិហើយដូចនៅពលានយន្តហោះចឹងទៅយកលុយយកអីពីប្រជាពលរដ្ឋពាក់អាវសម្លៀកបំពាក់ជារាជការ
រួចទៅដើរខ្សឹបប្រាប់គេភ្ញៀវមកឲ្យទៅដឹងខ្មែរយើងមកពីសហរដ្ឋអាមេរិកហ្នឹង$5 $10កាទៀវកាហ្វេស្អីៗហ្នឹងគឺអត់អៀនមាត់នៅក្នុងការនិយាយដែលធ្វើឲ្យថោកទាបដល់ស្ថាប័នរាជការប៉ុន្តែគាត់មានតែខ្វល់រឿងថោកទាបនឹងអីព្រោះគាត់បានការងារប្រាក់ខែតិចតួចក៏អត់តវ៉ារឿងប្រាក់ខែទេគឺគាត់យកឱកាសហ្នឹងគឺបំផ្លាញកិត្តិយសសេចក្តីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋរបស់ជាតិយើងចោលតែម្ដងធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ហើយគាត់មានតែចេះខ្មាស់អៀនអីបើគាត់ធ្វើអញ្ចឹងមកអាយុហើយហ្នឹងហើយដល់អញ្ចឹងទៅដើម្បីបានការងារហ្នឹងទៅលួចអាហ្នឹងទៅធ្វើឲ្យខូចសិលធម៌ហ្នឹងរឿងវាអញ្ចឹងទេបើទៅជួយអត់ជួយទេព្រោះមនុស្សដែលជួយអត់អាចរស់បានទេបងប្អូនកម្រមានអ្នកណានឹងជួយជាតិកើតដែរបើជាតិអត់ជួយអញ្ចឹងគេនឹងតវ៉ាបើគេស្មោះស្ម័គ្រនឹងជាតិនេះមែនតើណាគេក្រោកតវ៉ាព្រោះហូបអត់គ្រប់គេប្រឹងជួយជាតិណាព្រោះគេហូបមិនគ្រប់បែបនេះគេអត់អាចធ្វើការជួយជាតិបានទេហើយដល់ដំណាក់កាលមួយគឺគេសុំដកខ្លួនចេញទៅធ្វើការអីផ្សេងព្រោះអីអត់កែប៉ុន្តែយើងម៉ាយកទៅសងអាចេកធ្លាក់ទឹកតែស្កអ្នកណាលួចបានលួចអ្នកណាលួចតិចតាមតិចលួចច្រើនតាមច្រើនគឺធ្វើឲ្យក្រសួងមន្ទីរហ្នឹងគឺមានអំពើពុករលួយចាក់ស្រេះចឹងតែម្ដងហើយកែអត់បានទេបងប្អូនព្រោះតែកាពះឃ្លានគឺអំពើពុករលួយហ្នឹងគឺវាកើតឡើងពេញបន្ទុកអ្នកខ្លះពុករលួយដើម្បីកាពះអ្នកខ្លះទៀតពុករលួយដើម្បីមានបានហើយយើងឃើញអ្នកមានពុករលួយដើម្បីមានបានហ្នឹងគឺនៅក្នុងក្រសួងរដ្ឋហ្នឹងច្រើនហើយយើងអត់បាច់ឆ្ងល់ទេយើងមើលតែសាកតែហេតុអីបានជាមន្ត្រីរាជការប្រាក់ខែ5-600ជិះឡានកន្លះលានដុល្លារទៅធ្វើការយើងមើលតែប៉ុណ្្នឹងបានហើយបើគេមានលុយកន្លះលានដុល្លារបងប្អូនគេយកតែលុយនឹងកំទិញរថយន្តណាយកតែកន្លះលានហ្នឹងយកទៅដាក់ធនាគារក៏បានការប្រាក់មិនត្រឹមមិនតិចជាង$5,000នៅក្នុងមួយខែដែរយើងនិយាយពីការប្រាក់ដែលថ្លៃទិញឡានគាត់ណាសាកគិតមើលបើបងប្អូនយកតួលេខហ្នឹងទៅបូកមើលឲ្យខ្ញុំហើយនឹងស្ដាប់មួងណារ៉េតមើលថាតើបើមានលុយកន្លះលានដុល្លារយកទៅដាក់នៅក្នុងកងធនាគារសន្សំយកការប្រាក់បាន$5,000ម្លឹងមែនសាកដាក់មើលលើសាកទៅមានកន្លះលានយកទៅដាក់មើលប្រាក់សន្សំស្រួលច្រើនជាងហ្នឹងផងអាស្រ័យទៅលើការប្រាក់របស់ធនាគារបើកុំទិញឡានហ្នឹងយើងយកលុយហ្នឹងទៅដាក់ចោលនៅក្នុងធនាគារបាន$5,000ហេតុអីបានជាគាត់ជិះឡានដែលត្រូវការបាត់លុយអស់$5,000ក្នុងមួយខែដែលយកទៅទិញឡានហ្នឹងហើយមកធ្វើការប្រាក់ខែ700-800ឬក៏មិនដល់$1,000ហើយនៅក្នុងមួយខែដើម្បីជួយជាតិចុះគាត់នឹងស្រឡាញ់ជាតិអីម្លេះមិនមែនទេបងប្អូនគឺដើម្បីលួចជាតិព្រោះតែចូលទៅគឺបានដឹងអាគម្រោងអភិវឌ្ឍនេះដីធ្លីនេះអីចឹងទៅគឺគម្រោងនេះគម្រោងនោះចឹងរត់ការនេះរត់ការនោះគឺបានលុយរាប់សែនដុល្លារទៀតដូច្នេះអត់ខ្លាចនឹងសម្ញែងអាទ្របអត់ប្រយោជន៍ឲ្យប្រជាពលរដ្ឋដឹងថាចុះប្រាក់ខែគាត់ប៉ុន្មានបានជិះឡានអីដល់តម្លៃសែនដុល្លារទៅធ្វើការទិញតកង់ឡានគាត់ប្រាក់ខែមួយខែទិញតកង់ឡានមួយទៀតអត់បានផងជូនអីហ៎